ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ install Ubuntu server ជាដំបូងយើងចូលមកកាន់ Chrome មកហើយវាយ VisualBox មកហើយបន្តមកទៀតយើងចុចទៅកាន់ពាក្យ download ហើយដោយសារយើងប្រើ Windows អញ្ចឹងយើងចុចទៅលើពាក្យ Windows host ហើយដោយសារតែខ្ញុំមានហើយអញ្ចឹងខ្ញុំចុច cancel មកទៅហើយបន្តមកទៀតយើងចូលមកកាន់Ubuntu ហើយយើង click លើ download ហើយដោយសារតែខ្ញុំ download ហើយដូចគ្នាអញ្ចឹងខ្ញុំក៏ cancel វិញទៅហើយឥឡូវយើងចូលមកកាន់ VisualBox យើងដំ click មកកាន់លើ file VisualBox ហ្នឹងទៅយើងរងចាំវាដើរសិនហើយបន្តមកទៀតចុចពាក្យ yes យើងយក next ហើយយកពាក្យ accept ហើយ next បន្តមកទៀត next ទៀតតទៀតហើយ yes ហើយ next តទៀតហើយយើងយក install យើងរងចាំវាដើរពេញសិនឥឡូវនេះយើង install វារួចរាល់ហើយយើងចុច finish មកហើយបន្តមកទៀតយើងចូលយកពាក្យ new ហើយយើងដាក់ឈ្មោះ VM name យើងមកហើយកន្លែងនេះយើងប្រោតទៅរកកន្លែងដែលយើងចង់ទុកហើយបន្តមកទៀតកន្លែងនេះយើងដាក់ Linux ហើយនេះយើងដាក់ Ubuntu ហើយបន្តមកទៀតយើងចុច finish ហើយបន្តពី finish ហើយយើងចុច startហើយមកដល់កន្លែងនេះយើងត្រូវដាក់ file ISO របស់ Ubuntu យើងចូលទៅរកទៅហើយយើង open បន្តមកទៀតកន្លែងនេះយើងយកពាក្យ try or install Ubuntu servers ហើយយើង enterតមកទៀតយើងរងចាំវាដើរពេញសិនទៅហើយបន្តមកទៀតយើងយកពាក្យ English ហើយយើង enter ហើយកន្លែងនេះយើងយកតាមហើយបន្តមកទៀតយើងយកពាក្យយើងចុច click ទៅលើ Ubuntu server ហើយបន្តមកទៀតយើងចុច done តទៀតហើយកន្លែងនេះយើងចុច done continue ហើយកន្លែងនេះយើង
arrow key cho một khẩu mới dương cho space làm bay anti claim setup this hay dương do enter đạn tới continue và to mất tiếp đo lại ní dương thử đó name bao nhiêu hơi lại ní server name đặt dùng tu lại ní dương đặt mua vào dương nó hơi đặt password hơi đạn còn hãy dương vô bị ở skip for now hay đạn to tiếp hơi lại lý dương arrow key cho một khẩu móc vô đạn tiếp lại lý dương thở đông trăm vi install pin lời ní dương thử cái install ban ấy hay chẳng dương arrow key vô nó cho khống vô việc reboot nào hay enter to một tí enter tiếp không trang người Việt đó sẵn hơi cái này với dương hơi và to mất tiết dương và cho dùng tu server hay password hơi to mất tiết dương vay comment class dương vay số đủ enter hơi và to mất tiết dương vay số đủ apt update vay password hơi to mất tiết dương vay số đủ apt update rồi trăm người Việt đa xong hơi dương thử quay comment với tiết upgrade điện năng số đủ đấy điện năng update đấy apt
grade.y ហើយយើងរងចាំវាដើរ ឥឡូវនេះខ្ញុំធ្វើការ install បានជោគជ័យហើយអរគុណលោកគ្រូសម្រាប់ការមើលជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ install ASX ជាដំបូងយើងត្រូវ snapshot វាទុកសិនយើងចុច OK មកហើយបន្តមកទៀតយើងត្រូវចូលទៅ config network ចូល setting ហើយបន្តមកទៀតយើងជ្រើសយកពាក្យ bright adapter ហើយកន្លែងនេះយើងយក Intel ហើយបន្តមកទៀតយើង click OK ហើយជំហានបន្ទាប់យើង start ម៉ាស៊ីនមកហើយបន្ទាប់ពីយើងបើក server ហើយយើងចូលមកកាន់ Ubuntu server login យើង Y user យើងមកហើយ password ឥឡូវនេះវាចូលមកកាន់ផ្ទាំងនេះហើយបន្តមកទៀតបន្ទាប់ពីបាន login ហើយយើងត្រូវការ check update យើង Y command sudo apt update ហើយ enter ហើយយើងត្រូវបញ្ចូល password យើងរងចាំឲ្យវាដើរសិនហើយបន្ទាប់ពី update ហើយយើងត្រូវ check user យើង Y command who am I ហើយ enter មកនេះ user យើងហើយបន្តមកទៀតយើងត្រូវ check directory យើងត្រូវគ្រាន់តែ ypwd ហើយ enter បន្តមកទៀតយើងត្រូវ install library ASX យើង Y command sudo apt install open ASXហើយ enter ហើយបន្តមកទៀតយើងត្រូវ check active យើង Y command sudo system control step tab ASX ហើយបន្តមកទៀតដើម្បីយើង active វាយើងត្រូវ Y command sudo system control
enable dot now SSH បន្ទាប់មកយើង click enter ហើយឥឡូវនេះយើង check មើល status វាម្ដងទៀតយើងវាយ command sudo system controlតបមក enter ឥឡូវនេះយើងបាន install វាបានហើយហើយបន្តមកទៀតយើងត្រូវ allow firewall យើងវាយ command sudo allow SSH តបមកទៀតយើង enter ឥឡូវនេះយើង check មើល IP វាយើងវាយ command IP នេះ IP វា100ឥឡូវនេះយើង check ឃើញ IP អី 192.168.100.122 ឥឡូវនេះយើងមក test run នៅក្នុង ping នៅក្នុង comment វិញតមកទៀតយើង ping 192.168 ហើយបន្ទាប់ពី ping ហើយយើង connect ISH យើង connect ISH យើងវាយ command ISH user add 192.168.100.122 ហើយយើង enter មកហើយបន្តមកទៀតយើងដាក់ yes មកហើយយើងវាយ password ឥឡូវនេះយើង check user មើលនៅក្នុង server យើងវាយ command who am I នេះជា user នៅក្នុង server របស់យើងហើយបន្តមកទៀតយើងវាយ command pwd ដើម្បី directory វាមើលហើយឥឡូវនេះយើងបាន install SSH success ហើយអរគុណលោកគ្រូជំរាបលាជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកវាយ command foundation របស់ Linux ជាដំបូងយើងចូលកាន់ VisualBox មកហើយយើងចុចប៊ូតុង Start
ហើយបន្តមកទៀតយើងវាបញ្ចូល user ហើយ password បន្តមកទៀតយើង check IP យើង IPA ហើយបន្តមកទៀតយើងចូលមកកាន់ CMD ហើយយើង ping IP 172.20.10.2 បន្ទាប់ពី ping IP ហើយយើង connect ទៅកាន់ SSH យើងវាយ command SSH user 172.20.10.2 ហើយ enter ហើយបន្តមកទៀតយើងវាយ password បន្ទាប់ពីយើងបានចូលមកកាន់ SSH ហើយយើងចូលមកវាយ comment who am I ដើម្បី check user នេះជា user របស់យើងហើយយើង check directory យើងវាយ pwd ហើយ enter នេះជា directory home ហើយបន្តមកទៀតយើង update សិនយើងវាយ command sudo apt update ហើយវាយ password បន្តមកទៀតយើង check update យើងវាយ command apt list dot up upgradable ហើយបន្តមកទៀតយើងវាយ command ដើម្បីបង្កើត file យើងវាយ chart ហើយបន្តមកទៀតយើង check file យើងវាយ ls នេះ file sv11.12 យើងបន្តមកទៀតយើង print string យើងវាយ echo ហើយបន្តមកទៀតយើងវាយ command long text ls.l enter ហើយបន្តមកទៀតយើងដូរវាទៅជា kilobyte យើងវាយ ls.lh ហើយបន្តមកទៀតយើងបង្កើត folder mkdir ហើយយើង
ឥឡូវនេះការវាយ comment foundation របស់ Linux យើងត្រូវបានបញ្ចប់ហើយអរគុណលោកគ្រូជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក review comment ហើយនឹងវាយ comment ថ្មីបន្តទៀតជាដំបូងយើងចូលមកកាន់ Visual Box មកហើយយើងចុច Startហើយបន្តមកទៀតយើងវាយ user យើងចូលឥឡូវនេះយើងចូលមកដល់កន្លែងនេះយើងវាយ IP យើងឆែក IP បន្តមកទៀតយើងចូលមកកាន់ CMDយើងចូលមកកាន់ user យើងមកយើងវាយ SH 172.20.10.2ឥឡូវនេះយើងបានចូលមកដល់ user យើងហើយបន្តមកទៀតយើង check user យើងវាយ comment who am I ដើម្បី check មើល user ហើយបន្តមកទៀតយើង check មើល directory យើងវាយ pwd បន្តមកទៀតយើង list directory យើងវាយ command ls មកនេះ directory យើង sv11.12 ហើយបន្តមកទៀតយើងឲ្យវា list ជាហ៊ីងខ្លីយើងវាយ ls.lx នេះវាចេញជា k មកហើយបន្តមកទៀតយើងវាយ command ដើម្បីបង្កើត file យើងវាយ command tag ហើយយើងដាក់ឈ្មោះ file មកហើយ enter ហើយបន្តមកទៀតយើង check មើល file ls.l នេះជា file ដែលយើងបង្កើត sv11 file ហើយបន្តមកទៀតយើងចង់ទៅសេតិចនៅក្នុង file ហ្នឹងយើងវាយ command nano ហើយ sv11 យើងដាក់ឈ្មោះ file មកហើយបន្តមកទៀតយើងវាយenter ហើយយើងចុច Ctrl X ដើម្បី save ហើយយើងយក yes ហើយបន្តមកទៀតយើង check មើលតិចយើងវាយ command cat នេះជាតិចដែលយើងបានវាយមិញហើយបន្តមកទៀតយើងបង្កើតជា folder យើងវាយ mkd ហើយឈ្មោះ folder enter មកហើយយើង check មើល folder យើងវាយ
ls.l នេះជា folder ដែលយើងបានបង្កើតហើយក៏មាន file ដែរហើយបន្តមកទៀតយើងចង់ទៅសេះតិចយើងវាយ command echo hello world នេះជាតិចដែលយើងបានទៅសេះហើយបន្តមកទៀតយើងចង់ copy file ចូល folder យើងវាយ command cp ហើយយើងវាយឈ្មោះ file sv11 ហើយយើងដាក់ឈ្មោះ folder ហើយបន្តមកទៀតយើង check មើលថា file ហ្នឹងមាននៅក្នុង folder ឬក៏អត់យើង cd sv11 ហើយយើង ls.l នេះជា file ដែលនៅក្នុង directory sv11 folder ហើយបន្តមកទៀតយើងចង់ដូរឈ្មោះ file យើងចង់ដូរឈ្មោះ file យើងវាយ command mv ហើយយើងវាយឈ្មោះ file ដែលយើងចង់ដូរ sv11 file ហើយយើងដាក់ឈ្មោះ file ដែលយើងចង់ដូរsv11.12 file ហើយយើង check មើលនេះជា file ដែលយើងបានដូរឈ្មោះរួចរាល់ហើយបន្តមកទៀតយើង check មើលតិចនៅក្នុង file ហ្នឹងថាវាបាត់អត់នៅពេលដែលយើងដូរឈ្មោះហើយយើងវាយ command cat នេះជាតិចដែលយើងបានវាយបញ្ចូលវាអត់បានបាត់តាណាទេបន្ទាប់ពីយើងបានដូរឈ្មោះរួចរាល់ហើយបន្តមកទៀតយើង remove file ដើម្បី remove file យើងវាយ command rm .v ហើយឈ្មោះ file នេះ file បានទី1ហើយអញ្ចឹងយើង check មើលទៅថាមាន file ទៀតអត់ ls.l អានេះគឺអត់មាន file ទេហើយបន្តមកទៀតយើង check ls.l l8 នេះក៏មាន file ដែរហើយបន្តមកទៀតយើងចេញពី folder យើងវាយ command cd មកយើងចេញពី folder ទាំងអស់បន្តមកទៀតយើង remove folder យើងចង់ remove folder យើងវាយ command rm dir sv11 folder ហើយយើង check មើលថានៅមានទៀតអត់ ls.l8 នេះគឺអត់មាន folder ទៀតទេយើងបានលុប folder ចោលហើយបន្តមកទៀតយើងចង់ remove folder ដែលមាន file នៅក្នុងហ្នឹងដើម្បីយើងសាកយើងបង្កើត folder មួយមក mkdir sv11 folder ហើយបន្តមកទៀតយើង cd ចូលទៅកាន់ folder ហ្នឹងហើយយើងវាយ command type ហ
បន្តមកទៀតយើងវាយ comment nano ដើម្បីសេចតិចចូលក្នុងហ្នឹង nano sv 112 file ហើយបន្តមកទៀតយើងសរសេរតិចចូលហើយ Ctrl X ដើម្បី save ហើយយើងយក yes ហើយបន្តមកទៀតយើងវាយ command cat sv 12 file អានេះយើង check មើលតិចនៅក្នុង file របស់យើងហើយបន្តមកទៀតយើង cd មកវិញអស់ហើយ ls នេះមាន sv 11 ហើយនឹង file នៅក្នុង folder sv 11 ហើយបន្តមកទៀតយើងដើម្បី remove folder ដែលមាន file នៅក្នុងហ្នឹងយើងវាយ rm.rv ហើយឈ្មោះ file ឈ្មោះ folder នេះ folder យើងត្រូវបានលុបចោលហើយបន្តមកទៀតយើង ls ដើម្បីមើលគឺ folder យើងលុបចោលហើយបន្តមកទៀតយើងវាយ comment whomi នេះជា user របស់យើងហើយយើង check មើល this យើងវាយ comment df.a អានេះជា this របស់យើងវា run ទៅលើអីខ្លះហើយបន្តមកទៀតយើងចង់ check មើល memory យើងវាយ comment free dot a ហើយ enter មកនេះជា space ដែលយើងនៅសល់ហើយបន្តមកទៀតយើង check ទៅមើល system name យើងវាយ comment host name enter មកនេះជា Ubuntu server ឈ្មោះរបស់យើងហើយបន្តមកទៀតយើងវាយ comment ដើម្បី run មើលដើម្បីមើលថា server របស់យើង run ទៅលើខ្លះយើងវាយ comment top មកនេះសិតតាជាអីដែល server យើង run ឥឡូវនេះការបង្ហាញរបស់ខ្ញុំត្រូវបានបញ្ចប់ហើយអរគុណលោកគ្រូជំរាបលាជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើ topic អំពី hardware monitor ជាដំបូងយើងចូលមកកាន់ VirtualBox មកហើយយើងចុចប៊ូតុង start យើងរងចាំវាដាសិនបន្ទាប់ពីដាក់ពេញហើយវាចូលមកកាន់ផ្ទាំង login យើងវាយ user ចូលហើយបន្តមកទៀតវាយ password ហើយបន្តមកទៀតយើង check IP វាយើងវាយ IPA បន្ទាប់ពីបាន IP ហើយយើងចូលមកកាន់ CMDយើងវាយ comment SH ដើម្បីចូលទៅកាន់ SH ហើយ user add 172.10.2 ហើយបន្តមកទៀតយើងវាយ password
ឥឡូវនេះយើងចូលមកកាន់ SH server យើងហើយយើង y command who am I ដើម្បី check user ហើយបន្តមកទៀតអានេះជា user របស់យើងយើង y command pwd ដើម្បី check directory បន្ទាប់ពី check directory ហើយយើងត្រូវ check machine name វាយើង y command hostname អានេះជា Ubuntu server ដែលជាឈ្មោះ machine របស់យើងហើយបន្តមកទៀតយើង y command ដើម្បី check CPU យើង y command ls CPU អានេះជាការ check CPU របស់យើងហើយបន្តមកទៀតយើងត្រូវ check process របស់ CPU ហ្នឹងថាវា run ទៅលើអីខ្លះយើង y command top អានេះវា run ទៅលើ user យើងហើយអានេះសុទ្ធតែជា process ដែលវា run យើង clear វាសិនមកបន្ទាប់ពីយើង check CPU ហើយយើងត្រូវ kill process ID យើងត្រូវ install xtop សិនយើងដើម្បី install xtop យើងត្រូវ y command sudo apt install xtop.y មកដើម្បីកុំឲ្យវាសួរថាយើងយក yes ឬក៏ no ហើយយើងវាយ password ឥឡូវនេះយើងរងចាំវាដើរសិនយើង install រួចរាល់ហើយយើង check មើល xtop របស់យើងy command នេះជា xtop របស់យើងវាមាន CPU មាន memory មាន swap ហើយយើង control C មកហើយបន្ទាប់ពីយើង install xtop ហើយយើង show CPU បន្ទាប់ពីយើង install xtop ហើយយើងត្រូវ check RAM យើង y command free.8 មកនេះជា RAM របស់យើងនេះជា RAM នេះនៅតំណេហើយនេះជាទំហំ RAM របស់យើងហើយនេះជា swap ហើយបន្ទាប់ពីយើង check RAM ហើយយើង check hard disk យើង y command df.8 នេះ hard disk របស់យើងហើយបន្ទាប់ពី check hard disk ហើយយើងចង់ check មើល hard disk ម្ដង2បើសិនជាយើងមាន hard disk 2យើង y command ls 2lk នេះជា hard disk របស់យើងទី1ហើយនិង hard disk ទី2មាន 25G ហើយបន្ទាប់ពីយើង check hard disk ហើយយើង kill PID ដើម្បីយើង kill PID យើង check xtop សិនមកដើម្បីយើងចង់ដឹង ID របស់វាយើងមើលថាយើងត្រូវ kill PID មួយណាឥឡូវយើងយកនេះចុះយើង y command kill dot ណាហើយឥឡូវនេះចំពោះការធ្វើ topic hardware monitor របស់យើងត្រូវបានបញ្ចប់ហើយអរគុណលោកគ្រូជំរាបលាជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើ topic អំពីការ compress file ជាដំបូងយើងចូលមកកាន់ VisualBox មកហើយយើងចុច start
Lời ní dương cho một căn tên login ấy dương vai user dương cho mất hay vai password và to pi dương vai password hay lời ní dương ban cho một căn user dương hơi và to mất tiết dương thử check IP dương vai IPA ní chia IP bậc dương hai bắt đầu mất tiết dương cho một căn sim tím bắt đầu bị dương vay sim đi hái dương vay comment SX user IP rồi cao quý mà rồi 7 chọi hay dùng vay password là ní dương cho một căn user bỏ dương thấy rồi bắt đầu mất tiết dương vay comment who am I đầm bay mời mua user dưới nick user bỏ dương hai dương vay pwd đầm bay mơ directory dưới hay bắt đầu mất tiết dương vay comment hostname đầm bay mơ mua machine nick dùng từ server hai bắt đầu mất tiết dương đầm bay list folder dương vay comment tree té dương vay comment tree té đầm bay dương phải comment bán dương thời install xong dương vay comment sudo apt install tree dot vay dương đặt dot vay đầm bay của mọi của bạn slide giờ được còn no hay dương enter mất vay password dương rong chào việc đa sân hơi top bị dương install được rồi hơi dương trong tay mới dương thử bật card folder sân dương âm khế đĩa đó đi xôn muối slash xôn bí slash xôn bấy xôn 4 slash xôn đọc hai tọt nó dương enter nó hai bắt đầu bị dương bắt đầu thấy dương vay commentary xôn muối slash nếu dương bắt đầu folder bàn thấy hơi bắt đầu bị dương bắt đầu folder thấy dương vay tịch đầm bay bị chối dương vay comment nano c dot txt hay dương enter nó hai bắt đầu mất tiết dương vay tịch dương chối
ហើយដើម្បី save យើងចុច Ctrl X ហើយយើងយក yes ហើយ enter ហើយបន្ទាប់ពីយើងវាយតិចបញ្ចូលហើយបន្ទាប់ពីយើងវាយតិចបញ្ចូលហើយយើងត្រូវវាយ comment ដើម្បី check មើលយើងសរសេរយើងវាយ comment cat ឈ្មោះ folder ឈ្មោះ file ហើយ enter នេះជាអីដែលយើងបានសរសេរមុនហ្នឹងហើយបន្ទាប់មកទៀតយើង copy folder យើងវាយ comment cp ctext .txt 001/ctext .txt 001/002ហើយបន្តមកទៀតយើង enter ហើយបន្តមកទៀតយើង check មើលយើងវាយ comment 3 001/ នេះជា file ដែលយើង copy ចូល folder ហើយបន្តមកទៀតយើង copy file ចូល folder ទាំងអស់យើងបន្តមកទៀតយើង copy file ចូល folder ទាំងអស់យើងវាយ comment cp ctext .txt 001 002 003 004 005នេះយើងវាយពី5ទៅដោយសារតែមុនហ្នឹងយើង copy បាន5រួចហើយយើង copy តាណាដែលអត់ទាន់ copy ទៅយើងវាយ cp .txt /cp
slash ហើយបន្តមកទៀតយើង enter មកឥឡូវនេះយើងបាន copy ចូល folder រួចរាល់អស់ហើយបន្តមកទៀតយើងវាយ comment 3ដើម្បី 3.0.1 slash ដើម្បី check មើលនេះយើង copy បានអស់ហើយបន្តមកទៀតយើងចូលមកដល់ commenter យើងវាយ commenter .cvf sv 11.12.001 slash ហើយបន្តមកទៀតយើងចូលមកដល់ extract ដើម្បី extract យើងវាយ comment ថា .hvf sv 11.12 ថាហើយបន្តមកទៀតយើង enter នេះយើងបាន extract file វាមកវិញហើយបន្តមកទៀតយើងបង្កើត file ថាដើម្បីបង្កើតយើងត្រូវវាយ comment ថា .cvf sv 11.12 ថា .gz ហើយ sv 11.12 ថាហើយយើង enter មកនេះហើយបន្តមកទៀតយើង install zip ដើម្បីយើង zip file បានយើងត្រូវវាយ comment ដើម្បី install សិនយើងវាយ sudo apt install zip .y ដើម្បីកុំឲ្យយើងនៅឆ្លើយយ៉ាងនោះបន្ទាប់ពីយើង install រួចរាល់យើង zip folder ដើម្បី zip folder យើងវាយ comment zip យើងវាយ password សិនដើម្បីចូលដើម្បីនេះយើង install zip នេះបន្ទាប់ពីយើង install រួចរាល់ហើយយើង test zip folder យើងវាយ comment zip .orv sv 11.12.zip ហើយ 001 slash បន្ទាប់ពីយើង zip រួចរាល់ហើយយើង check មើលយើងវាយ comment ls.la នេះជា file ដែលយើង zip ហើយបន្ទាប់ពីយើង zip រួចរាល់យើង unzip វិញដើម្បីយើង unzip យើងវាយ comment unzip .v sv 11.12.zip ហើយយើង check មើលយើងវាយ ls.la ឥឡូវនេះការ compress file របស់ខ្ញុំដល់ទីបញ្ចប់ហើយអរគុណលោកគ្រូជំរាបលាជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើ topic អំពី Linux user management ជាដំបូងយើងចូលមកកាន់ PowerShell យើងហើយយើងវាយ comment
who am I ដើម្បី check មើល user របស់យើងហើយយើង comment pwd ដើម្បី check directory បន្តមកទៀតយើងវាយ comment hostname ដើម្បី check មើលម៉ាស៊ីននេះជាម៉ាស៊ីនរបស់យើងហើយយើង check មើល version របស់ OS យើងវាយ comment cat etc OS release តមកទៀតយើង control L មកដើម្បី clear ចោលហើយយើងចូលមកកាន់ user management របស់យើងវាយ sudo user add ctech យើងបង្កើតឈ្មោះ user admin ឈ្មោះ ctech ហើយបន្តមកទៀតយើង check មើល user យើងវាយ comment cat etc wd នេះជាឈ្មោះ user ctech របស់យើងហើយបន្តមកទៀតយើង check មើលនៅក្នុង home directory យើង cd ទៅកាន់ home ហើយយើង ls នេះជា user របស់យើងហើយបន្តមកទៀតយើង check មើលយើង clear ចោលសិនហើយយើង delete យើងធ្វើការ delete user យើងវាយ comment sudo user add ctech បន្តមកទៀតយើង check មើលយើងវាយ comment cat etc wd បន្តមកពីយើងបានធ្វើការ delete វាហើយយើង add នៅ user ដែលមាន directory នៅក្នុង home វិញយើងវាយ comment sudoយើងវាយ comment sudo user addហើយយើងដាក់ឈ្មោះ ctech ទៅដែរហើយបន្ទាប់ពីយើងធ្វើការបង្កើតនៅក្នុង directory home ហើយយើង cd មកវិញបន្តមកទៀតយើងធ្វើការ set password យើងវាយ comment sudo passwd ctechនេះយើងបានធ្វើការដូរ password ជោគជ័យហើយបន្តមកទៀតយើង change user យើងវាយ comment sudo ctech យើងវាយ comment sudo ctech ហើយ password
ហើយបន្តមកទៀតយើងវាយ comment ខ្លួនឯងបន្ទាប់ពីយើងវាយហើយយើង check មើលនៅ directory នៅក្នុង home យើងចូលទៅកាន់ home សិនយើងវាយ comment cd homeតោះមកទៀតយើង check មើល directory យើងវាយ comment pwd ហើយយើងធ្វើការ change ទៅកាន់ user ដើមយើងវាយ comment sudo ហើយយើងវាយ password បន្ទាប់ពីយើង change ហើយយើង cd វាមកវិញយើង check មើល directory pwd បន្តមកទៀតយើងធ្វើការ delete user យើងវាយ comment sudo user del cd នេះយើងគ្រាន់តែធ្វើការ check មើលនៅ port របស់វាសិនទេហើយយើងធ្វើការ kill នៅ process វាសិនយើងវាយ comment sudo kill .9 ហើយយើងវាយ port វាចូល4 ឥឡូវនេះយើងធ្វើការ kill នៅ process របស់វាហើយបន្តមកទៀតយើង check មើលនៅ userបន្ទាប់ពីយើងធ្វើការ kill វារួចរាល់យើង check user ហើយយើងធ្វើការ delete យកមកយើងវាយ sudo user